មានសញ្ញាអ្វីខ្លះដែលបញ្ជាក់ថាមានខ្លាញ់រោមថ្លើមជាទូទៅជំងឺខ្លាញ់រោមថ្លើមច្រើនតែគ្មានរោគសញ្ញាច្បាស់លាស់ណាមួយនៅដំណាក់កាលដំបូងទេប៉ុន្តែមិនទាំងអស់ទេអ្នកជំងឺខ្លះក៏អាចមាននៅរោគសញ្ញាដំបូងមានន័យថាសញ្ញាជាទូទៅនៅដំណាក់កាលដំបូងនៃខ្លាញ់រោមថ្លើមអាចមានសញ្ញាអស់កម្លាំងបានន័យថាឈឺនៅផ្នែកខាងស្ដាំឆ្អឹងជំនីខាងស្ដាំបានន័យថាឈឺលើពោះផ្នែកខាងស្ដាំនៅត្រង់ទីតាំងឆ្អឹងជំនីផ្នែកខាងស្ដាំហ្នឹងហើយអត់ឃ្លានអាហារនឹងគឺជាសញ្ញាជាទូទៅនៅដំណាក់កាលដំបូងហើយយើងអាចអង្កេតមើលអំពីរាងកាយរបស់គាត់បើសិនជាគាត់ធំក្បាលពោះគាត់ធាត់គាត់លើសគីឡូបានន័យថាគាត់អាចប្រឈមទៅនឹងខ្លាញ់រោមថ្លើមមានន័យថាគាត់មានអាចមានហៅថា metabolic syndrome បើសិនជាគាត់មាន metabolic syndrome បានន័យថាគាត់ប្រឈមទៅនឹងជំងឺទី1ទាក់ទិនទៅនឹងខ្លាញ់រោមថ្លើមទី2ជំងឺបេះដូងទី3ជំងឺទឹកនោមផ្អែមប្រភេទទី2និងផ្សេងទៀតដល់យើងអាចវាស់ BMI ទៅបើសិនជាគាត់លើសពី25 BMI ទៅបានន័យគាត់ប្រឈមហើយទាំងខ្លាញ់រោមថ្លើមប្រឈមទាំងជំងឺបេះដូងទៀតហើយយើងអាចពិនិត្យឈាមទៀតមើលមុខងារថ្លើមតើមុខងារថ្លើមគាត់មានប្រែប្រួលទេហើយមើលជាតិខ្លាញ់យើងមើលស្ករហើយយើងមើល HbA1c មើលអំពីទឹកនោមផ្អែមដែរហើយអ្វីដែលកាន់តែច្បាស់ទៀតនោះគឺយើងត្រូវមើលអេកូពោះអេកូថ្លើមយ៉ាងតែម្ដងដើម្បីបញ្ជាក់ថាគាត់មានខ្លាញ់រោមថ្លើមអត់អញ្ចឹងយើងមើលអេកូទៅយើងឃើញហើយបើមានខ្លាញ់រោមថ្លើមមែនយើងមើលអេកូទៅយើងដឹងហើយអញ្ចឹងអ្វីដែលជាអាការៈឬក៏សញ្ញានៅខាងក្រៅជាបឋមដែលយើងមិនទាន់អេកូយើងមើលពិនិត្យមើលរាងកាយរបស់គាត់មើល BMI ហ្នឹងតើបើសិនជាធំជាង25គាត់លើសគីឡូគាត់ធាត់ខ្លាំងហើយគាត់ធំក្បាលពោះអញ្ចឹងគាត់ប្រឈមនឹងជំងឺខ្លាញ់រោមថ្លើមហើយអ្វីដែលពិសេសគឺយើងមើលលើអេកូហ្នឹងឯងដែលច្បាស់បំផុតថាគាត់មានខ្លាញ់រោមថ្លើមឬអត់ហើយតេស្តឈាមមួយចំនួនទៀតដើម្បីយើង confirm វាតើក្នុងពេលដែលគាត់មានខ្លាញ់រោមថ្លើមពិតប្រាកដមានប្រែប្រួលមុខងារថ្លើមទេមានលើសខ្លាញ់ខ្លាំងទេហើយអាចមានបញ្ហាប្រែប្រួលស្ករឡើងខ្លាំងទេហើយប្រឈមនឹងជំងឺទឹកនោមផ្អែមអត់ជាទូទៅគឺ metabolic syndrome ហ្នឹងគឺប្រឈមទៅ3ចំណុចទី1អាចខ្លាញ់រោមថ្លើមទី2គឺប្រឈមជំងឺបេះដូងទី3អាចប្រឈមទៅនឹងជំងឺទឹកនោមផ្អែមប្រភេទទី2នេះខ្ញុំមានតែប៉ុណ្្នឹងដើម្បីចែកជូនជាចំណេះដឹងទូចមួយសម្រាប់បងប្អូនទាំងអស់គ្នាហើយក៏សូមអភ័យទោសដែរបើសិនជាមានការលើសលួសខ្វះខាតសូមអរគុណ